កម្មវិធីសាកេសាឬក៏កោសក់រដ្ឋាភិបាលគុំចាត់កលបុត្រ36រូបត្រូវបានបំបួសនៅវត្តដំណាក់ក្រុងសៀមរាបដើម្បីសងគុណមេដាបិតានិងទ្រទ្រង់ព្រះពុទ្ធសាសនានៅថ្ងៃទី29ខែមិថុនាឆ្នាំ2025វត្តដំណាក់ក្រុងសៀមរាបបានរៀបចំពិធីបំបួសកលបុត្រចំនួន36រូបតាមទំនៀមរបស់វត្តដែលតែងតែប្រារព្ធឱកាស5ឬ6ឆ្នាំជាប់គ្នាមកហើយដើម្បីសងគុណមេដាបិតានិងទ្រទ្រង់ពុទ្ធសាសនាឲ្យបានស្ថិតស្ថេរជារកាលទៅមុខនិងដើម្បីភាពរីកចម្រើននៃពុទ្ធសាសនាកម្ពុជារបស់យើងព្រះគ្រូធម្មវិសុទ្ធរៀងសីឡាចន្ទាព្រះគ្រូចៅអធិការវត្តដំណាក់ក្រុងសៀមរាបមានថេរដីកាថាអត្ថន័យនៃការបំបួសផ្នែកតាមបុរាណអាចារ្យខ្មែរលោកជឿថាការបួសគឺដើម្បីសងគុណឪពុកម្ដាយជាអ្នកមានគុណរបស់ខ្លួនដោយបានបង្កើតពំនោទុកមុខថាបួសនេនសងគុណម៉ែបួសភិក្ខុសងគុណឪឆ្នាំនេះកុលបុត្រចំនួន36នាក់បានមានសទ្ធាជ្រះថ្លាបំពេញឧបសម្បទាជាភិក្ខុភិវៈក្រោយបានបួសជាសាមណេរអស់រយៈពេលជាច្រើនវស្សាមកហើយព្រះគ្រូឡាយចន្ទាបន្តថាចំពោះការបំពេញឧបសម្បទាជាភិក្ខុភិវៈនេះគឺជាកិច្ចមួយដើម្បីបំពេញលក្ខណៈជាអ្នកបួសឲ្យបានគ្រប់លំដាប់ក្នុងវិន័យបញ្ញត្តិពលគឺសាមណេរដែលមានព្រះជន្ម20វស្សាហើយគឺអាចបំពេញឧបសម្បទាជាភិក្ខុបានហើយប៉ុន្តែបើកុលបុត្រណាមិនទាន់មានបំណងបំពេញឧបសម្បទាក៏អាចបន្តស្ថិតនៅក្នុងភាពជាសាមណេរបានមិនជាអ្វីនោះទេព្រះគ្រូចៅអធិការក៏បានបញ្ជាក់ថាប្រយោជន៍ការបំពេញឧបសម្បទាមាន4គឺ1បានដំឡើងឋានៈរបស់ខ្លួនពីកម្រិតទាបទៅកាន់កម្រិតខ្ពស់មួយក្នុងពុទ្ធសាសនា2បានជួយបន្តទ្រទ្រង់ពុទ្ធសាសនាតាមរយៈភេទជាអ្នកទ្រទ្រង់ត្រៃចីវរ3បានបន្តចម្រើននិស្ស័យជាអ្នកបួសពលគឺបានបន្តបំពេញនេក្ខកម្មបារមីបន្តទៀតនិង4បានជាសមិទ្ធិសង្ឃស្រែបុណ្យសម្រាប់ពុទ្ធបរិស័ទបំពេញបុណ្យកុសលរក្សាសីលនិងចម្រើនមេត្តាភាវនាជាដើមលើសពីនេះទៅទៀតគឺដើម្បីបានឱកាសបន្តការសិក្សារៀនសូត្រវិជ្ជាផ្សេងៗទាំងពុទ្ធចក្រនិងអនាចក្រឲ្យបានកាន់តែទូលំទូលាយ